เหลืองขมอดสังกุลល្ងាចថ្ងៃនេះអាកាសធាតុហាក់ដូចជាត្រជាក់ជាងរាល់ដងសេងជាកំឡោះសង្ហាកំពុងអង្គុយចាំមិត្តសម្លាញ់នៅក្នុងហាងអាហារមួយបន្ទាប់ពីសម្រាកពីការសិក្សាទឹកក្រូចច្របាច់មួយកែវនៅចំពោះមុខគេនៅសល់ជាតិកន្លះខ្សែភ្នែករបស់គេសម្លឹងទៅកាន់ផ្លូវចូលហាងនិងលើកនាឡិកាមើលម៉ោងជានឹកញាប់ទាំងដកដង្ហើមធំអីក៏ក្រមកខ្ម្លែវើយម៉ោង7:06ទៅហើយគេរអ៊ូបិនដើជើបទឹកក្រូចបិនដើទាំងទឹកមុខស្រពាកស្រពោនមិនយូរបឹងបានគេក៏មានទឹកមុខស្រស់ថ្លាឡើងវិញនៅពេលងាកទៅឃើញរៀងខ្ពស់ស្រឡះក្នុងឈុតសាសាឡារបស់ចត្រាបង្ហាញខ្លួននៅមាត់ទ្វារហាងចាំយូរហើយឬសម្លាញ់គិតមើលខ្លួនឯងទៅណាត់ម៉ោង5ឥឡូវម៉ោង6ជាងតើយូរទេសេងសួរត្រឡប់ទៅវិញធ្វើឲ្យចត្រាសើចហើយងាកទៅសាំងភេសជ្ជៈទើបបែរមកនិយាយជាមួយមិត្តសម្លាញ់វិញឈប់ខឹងទៅគ្នាសុំទោសព្រោះមានធុរៈទើបមកមិនទាន់ម៉ោងណាត់ឯងណាត់គ្នាមកមានការអីដែរគឺរឿងបន្ទប់ដែលឯងណែនាំឲ្យគ្នាទៅជួលនោះណាឥឡូវមានបញ្ហាហើយបញ្ហាអីមានអ្នកលេងទៅរករឿងឬធ្ងន់ធ្ងរជាងអ្នកលេងទៅទៀតសម្លាញ់គ្នាសង្ស័យបន្ទប់នេះមានខ្មោចហ៎ឯងនិយាយលេងតែដឹងគ្នានិយាយការពិតណាស់ចត្រាបន្ទប់ដែលគ្នាជួលប្រកាសជាមានខ្មោចមែនពេលខ្លះគ្នាយកស្ដេចឃើញស្រីម្នាក់ស្លៀកពាក់ពណ៌ខៀវបែបបុរាណពេលខ្លះទៀតឮសូរសំឡេងមនុស្សស្រីយំបានហើយឈប់និយាយទៅកុំយករឿងនិទានគ្មានការពិតមកនិយាយឲ្យគ្នាស្ដាប់គ្នាមិនជឿរឿងបែបនេះទេបើអផ្សុកណាស់និយាយរឿងស្រីវិញគ្រាន់បើជាងចត្រាលើកដៃខ្វាត់ឯងដឹងទេគ្នាក៏ធ្លាប់ទៅជួលបន្ទប់នោះគេងម្ដងមកកៅដែរពេលណារកបានចំណីក្អែកប៉ុន្តែគ្នាមិនដែលឃើញឬឮអីក្រៅពីសំឡេងនៃសេចក្តីសុខរបស់យើងទាំងពីរនាក់ផងឯងប្រហែលគិតច្រើនពេកទេគ្នាអត់បានគិតច្រើនទេជាពិសេសកាលពីយប់មិញនេះយប់មិញយ៉ាងម៉េចពេលគ្នាកំពុងអង្គុយទន្ទែងមេរៀនក៏ស្រាប់តែឮសំឡេងស្រីម្នាក់យំនៅក្បែរជញ្ជាំងខាងក្រោយបន្ទប់គ្នាពិតជាឮមែនណាស់សេងព្យាយាមអធិប្បាយប៉ុន្តែចត្រាគ្រាន់តែក្រវីក្បាលហើយឈប់គិតរឿងអត់ប្រយោជន៍នោះទេរួចរឿងស្រីម្នាក់ឈ្មោះសួនដែលឯងលួចស្រឡាញ់នោះយ៉ាងម៉េចហើយបានត្រឹមលួចមើលគេនឹងឯងមិនទាន់ហ៊ាននិយាយផងបន្ទាប់ពីជជែកគ្នាលេងបន្តិចបន្តួចអ្នកទាំងពីរក៏គិតលុយហើយបំបែកគ្នាត្រឡប់ទៅកន្លែងរៀងខ្លួនសេងត្រឡប់មកដល់កន្លែងស្នាក់ដែលជាផ្ទះលួយពាក់កណ្ដាលថ្មពាក់កណ្ដាលឈើមាន20បន្ទប់របស់គេស្ថិតនៅជាន់ផ្ទាល់ដីនិងចុងគេបង្អស់នៃអាគារគេដកដង្ហើមវែងមុននឹងដោតសោបើកទ្វារចូលបន្ទប់ក្នុងចិត្តនៅតែនឹកដល់រឿងអាតខំបាំងតែគេត្រូវតែទ្រាំឲ្យគ្រប់ខែសិនចាំរកកន្លែងថ្មីគេបើកភ្លើងឲ្យភ្លឺរួចដោះសម្លៀកបំពាក់ហើយបើកទ្វារក្រោយចិនទៅអង្គុយលេងនៅរានហៅតូចខាងក្រោយគេអ៊ុតបារីជុកបិណ្ឌើសម្លឹងទៅផ្ទះហួយខ្នងក្បែរនោះបិណ្ឌើជាកន្លែងដែលគេតែងតែឃើញនាងក្រមុំសួនអង្គុយនៅក្បែរបងអួយរូបភាពដ៏ស្រស់ស្អាតនោះបានធ្វើឲ្យគេដកក្នុងចិត្តរហូតទ្រាំមិនបានក៏ចូលបន្ទប់ទឹកដើម្បីបំពេញចំណងខ្លួនឯងដែលស្រមៃដល់នាងក្រមុំម្នាក់នោះក្នុងពេលនោះសេងមិនបានដឹងសោះឡើយថាមានខ្សែភ្នែកអាខំបាំងមួយគូកំពុងសម្លឹងមើលគ្រប់សកម្មភាពរបស់គេទាំងអារម្មណ៍សោកស្រេងឡាយលួមនឹងក្តីសង្ឃឹមយប់នោះសេងអង្គុយទន្ទេងមេរៀនរហូតដល់ងុយទើបចូលគេងគេស្ថិតក្នុងសភាពពាក់កណ្ដាលលក់ពាក់កណ្ដាលភ្ញាក់ស្រាប់តែរោមរបស់គេបះជ្រុងបេះដូងលោតញាប់នៅពេលឃើញពន្លឺភ្លើងពណ៌ខៀវស្រទន់មួយដុំសន្សឹមបង្ហាញឡើងនៅឯសសរឈើចុងជើងពន្លឺនោះកាន់តែភ្លឺឡើងរហូតคล้ายជារូបរាងស្រីក្រមុំដកស្រស់ស្អាតក្នុងឈុតពណ៌ខៀវបែបបុរាណនាងមានទឹកមុខស្លែកស្លាំងតែពោពេញដោយភាពសោកសៅហើយភ្នែករបស់នាងសម្លឹងមករកសេងហាក់ដូចជាចង់ប្រាប់អ្វីមួយយ៉ាងសេងសម្លឹងមើលរូបនោះស្ទើរមិនហ៊ានដកដង្ហើមការភ័យខ្លាចបានជ្រាបចូលពេញរាងកាយរហូតញ័រចំប្រាប់គេចង់ស្រែកឲ្យអស់សំឡេងប៉ុន្តែហាក់ដូចជាមានអ្វីមកចុកនៅបំពង់កធ្វើឲ្យគេហាស្អីមិនរួចគេបានត្រឹមតែបើកភ្នែកធំមើលនារីនោះដោយអាការៈតក់ស្លុតជាទីបំផុតនារីក្នុងឈុតពណ៌ខៀវនោះមិនបានធ្វើអីគួរឲ្យខ្លាចឡើយនាងគ្រាន់តែឈរនៅស្ងៀមហើយលើកដៃដ៏ស្លែកសោះដោះនាងឡើងយឺតចង់អល់ទៅកាន់ជញ្ជាំងខាងក្រោយបន្ទប់ទឹកភ្នែករបស់នាងចាប់ផ្ដើមហូរស្រស់ចុះមកប៉ុន្តែគ្មានសំឡេងយំចេញមកទេ
រូបភាពរបស់នាងចាប់ផ្ដើមរលាយបាត់ទៅរហូតបាត់អស់នៅសល់តែភាពងងឹតនិងភាពត្រជាក់ដតឆ្អឹងសេងស្ទុះក្រកពីក្រែញាស់ចូលខ្លួនគេដឹងច្បាស់ថានេះមិនមែនជាការយល់ស្ដិតទេគេក្រឡេកមកទៅជញ្ជាំងដែលខំហុចញ៉ារីនោះបានចុងអុល